សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញរឿងតទៀតតាក់ទងជាមួយរឿង The Boy Update ឬក៏ការខ្ចីធម្មពលរបស់មនុស្សស្លាប់អញ្ចឹងណាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាទស្សនាទាំងអស់គ្នារឿងហ្នឹងគឺចាប់ផ្ដើមនៅពេលដែលខ្ញុំហូបានមកដល់ផ្ទះគាត់បានដេកគិតអំពីរឿងដែលបានកើតឡើងហើយខ្ញុំហូបាននឹកឃើញទៅពេលគាត់ដែលបាននិយាយជាមួយទៅកាន់ចែយមទូតហ្នឹងគាត់បាននិយាយថាអញ្ចឹងតើវាជាសបិនមែនអត់ដែលខ្ញុំអាចខ្ចីកម្លាំងរបស់មហាម៉ាត់អាលីយកមកប្រើប្រាស់បានអញ្ចឹងអូនយមទូតក៏បាននិយាយថាត្រូវហើយលោកបានធ្វើវាហើយបន្ទាប់មកចុងហូក៏បាននិយាយពីអារម្មណ៍របស់គាត់ថាគាត់នឹងមានអារម្មណ៍ថាខ្លួនខ្ញុំមិនមែនដូចជាខ្ញុំទៀតទេព្រោះពេលដែលខ្ញុំប្រើប្រាស់កម្លាំងហ្នឹងទៅខ្ញុំបានប្រើប្រាស់ជំនាញនឹងជំនាញដែលខ្ញុំមិនដែលបានរៀនមិនដែលបានហាត់អញ្ចឹងណាហើយកម្លាំងខ្ញុំក៏ខ្លាំងជាងមុនអញ្ចឹងណាដល់ពេលអញ្ចឹងទៅអូនយមទូតក៏បានបង្ហាញនៅបញ្ជីឈ្មោះនិងសមត្ថភាពរបស់មនុស្សដែលបានស្លាប់ដែលល្បីនៅក្នុងសម័យពីមុនអញ្ចឹងណាមកកាន់គាត់ហើយខ្ញុំសូមអត់អានឈ្មោះទាំងអស់ហ្នឹងទេហើយគ្រាន់តែបង្ហាញព្រោះដោយសារតែខ្ញុំអានមិនដាច់ហើយអ្វីដែលខ្ញុំស្គាល់ជាងគេគឺតែម្នាក់គត់គឺលីពូព្រោះខ្ញុំជា fan របស់សាមកុកហើយអ្នកដែលធ្លាប់មើលរឿងសាមកុកគាត់ជិតដឹងហើយថាលីពូជានរណាហើយជំនាញគាត់គឺក្បាច់គុណលំពេងហ្នឹងឯងចាយយមទូតនោះក៏បានបន្តនិយាយទៀតថាឯងអាចប្រើប្រាស់ធម្មពលរបស់មនុស្សធម្មពលទាំងអស់នេះបានដោយប្រើប្រាស់សម្បត្តិនេះគ្រាន់តែឯងហែកវាប៉ុណ្ណោះហើយក្នុងការរយៈពេលដែលអាចប្រើប្រាស់បានគឺ1ម៉ោងគឺឯងប្រើប្រាស់តែដោះដូរជាមួយនឹងជីវិតឯង1ឆ្នាំត្រូវដឹងអត់បន្ទាប់មកចាយមទូនបានហុចសម្បត្តិមួយស្លឹកឲ្យទៅខ្ញុំហូដោយនិយាយថាខ្ញុំហូខ្ញុំមាននៅសល់សម្បត្តិតែមួយទេបើសិនជាមិនចាំពេលដែលខ្ញុំត្រឡប់មកពីឋាននរកវិញខ្ញុំនឹងឲ្យសម្បត្តិទៅឯងថែមទៀតហើយខ្ញុំនឹងបន្ថែមពីលើឲ្យឯងដល់ទៅ100ស្លឹកជាអំណោយសម្រាប់ឯងក្នុងការចុះកិច្ចសន្យាជាមួយខ្ញុំចាយមទូននោះក៏បានឲ្យខ្សែកមកខ្សែទៅកាន់ខ្ញុំហូខ្សែកនោះហើយដល់គាត់បានប្រាប់ថាចេះបើសិនជាមានវិញ្ញាណរបស់ម្ដាយរបស់ឯងនៅក្បែរហ្នឹងខ្សែកហ្នឹងនឹងបង្ហាញពន្លឺដូច្នេះឯងគ្រាន់តែយកវាទៅនៅពេលណាវាបង្ហាញពន្លឺបញ្ជាក់ថាម្ដាយរបស់ឯងនេះចិត្តខ្លួនឯងហើយបន្ទាប់មកគាត់បាននិយាយថាឥឡូវអ្វីដែលខ្ញុំត្រូវប្រាប់ឯងគេប្រាប់អស់ហើយឥឡូវខ្ញុំត្រូវទៅហើយប៉ុន្តែខ្ញុំហូបានខាត់ចាយយមទូតដោយនិយាយថាចេះចុះខ្ញុំធ្វើមិនទៅបើសិនជាទោះជាមានពលិក៏ខ្ញុំអាចមើលឃើញវិញ្ញាណផងហ្នឹងធ្វើមិនខ្ញុំអាចស្វែងរកម្ដាយខ្ញុំឃើញចាយយមទូតហ្នឹងក៏បាននិយាយថាឯងគ្រាន់តែស្វែងរកមនុស្សណាដែលមានសមត្ថភាពមនុស្សម្នាក់ដែលមានសមត្ថភាពក្នុងការមើលឃើញវិញ្ញាណមកហើយយើងចោះកិច្ចសន្យាជាមួយវាជាមួយគេដោយប្រើសម្បត្តិឋានរូបនោះឯងនឹងអាចមើលឃើញវិញ្ញាណដូចគ្នាឯងលឺអត់ចាំអត់បន្ទាប់មកចុងហូក៏បាននិយាយទៀតថាចុះខ្ញុំទៅរកម្នាក់នឹងនៅណាចាយយមទូនក៏បានបន្តថាមានអីនៅឆ្ងាយពីឯងណានៅចិត្តឯងហ្នឹងឯងព្យាយាមដើររកទៅបើសិនជាឯងជួបមនុស្សម្នាក់ណាហើយឯងប៉ះគេទៅមើលឃើញវិញ្ញាណនោះឯងនឹងមើលឃើញដែរហើយស្អែកឡើងពេលដែលចុងហូបានទៅរៀននៅសាលាគាត់បានចូលទៅដល់ក្នុងថ្នាក់គាត់បានឃើញតុរបស់គាត់នឹងយកមានគេយកអីមកគូលើហ្នឹងហើយថែមទាំងនៅក្នុងថតតុកហ្នឹងក៏មានដីដែលគេដាក់នៅក្នុងថតតុកធ្វើឲ្យប្រឡាក់សភៅប្រឡាក់អីគាត់ចឹងណាហើយតមកសិតដល់ម៉ោងចេញលេងស្រាប់តែមានក្មេងៗឆ្លើយមួយក្រុមដែលកំពុងនិយាយគ្នាអញ្ចឹងណាហើយមានណាមួយសក់លឿងហ្នឹងគឺបានយកកាដបងពីកណាត់មកហើយកវីកវត្តឆាច់អញ្ចឹងណាអួតប្រាប់មិត្តភ័ក្ដិគេហើយនិយាយថាឯងមើលនេះចាំមើលអញណាស្រាប់តែម្នាក់ហ្នឹងយកដបងពីកណាត់ហ្នឹងវត្តទៅលើខ្នងខ្ចុងហូមួយទំហឹងធ្វើឲ្យខ្ចុងហូឈឺដួលនៅលើតុតែម្ដងបន្ទាប់មកមកសក់លឿងនោះក៏បាននិយាយទៅកាន់ខ្ចុងហូថាមិនដែរក្មេងអត់ម៉ែអើឯងមិនដែរឈឺអត់បន្ទាប់មកខ្ចុងហូក៏បានប្រើប្រាស់កៅភ្នែកពិឃាតសម្លឹងទៅកាន់សក់លឿងនោះហើយនិយាយទៅកាន់វាថាបិទមាត់ភ្លាមទៅប្រយ័ត្នយើងទ្រាំមិនបានដោយសម្ដីរបស់ខ្ចុងហូនោះបានធ្វើឲ្យមនុស្សនៅក្នុង
ថ្នាក់រៀនទាំងអស់នោះមានការភ្ញាក់ផ្អើលជាខ្លាំងព្រមទាំងអាមួយសក់លឿងនឹងផងដែរដែលដឹងថាខ្យងហូនឹងជាមនុស្សកំសាកហើយគាត់ហ្នឹងតែងតែត្រូវគេធ្វើបាបហើយពេលអាសក់លឿងនោះមានលឺអញ្ចឹងវាខឹងមែនតើវាខឹងក៏បានធាក់ខ្យងហូទម្លាក់ពីលើតុហ្មងផ្ដួលពីលើតុនឹងធ្វើឲ្យខ្យងហូនឹងធ្លាក់ពីលើកៅអីនឹងនោះហើយខ្យងហូបានក្តាប់សបុតឋានរុនឹងយ៉ាងណែនហើយក៏នឹកឃើញដល់សម្ដីរបស់ចៅយមទូតថាពេលដែលឯងស្វែងរកមនុស្សម្នាក់នោះគ្រាន់តែយកសម្បត្តិនេះទៅធ្វើកិច្ចសន្យាជាមួយនឹងគេបានហើយឯងនឹងអាចមើលឃើញវិញ្ញាណហើយដោយចង្ហូគាត់គិតនឹងចិត្តថាខ្ញុំមានតែសម្បត្តិតែមួយហ្នឹងបើសិនជាខ្ញុំប្រើអានេះយកមកបដៅប្រហែលអ្នកនេះហើយខ្ញុំក៏អត់មានសម្បត្តិពេលដែលខ្ញុំជួបអ្នកដែលមើលឃើញវិញ្ញាណគឺខ្ញុំមិនបាត់ខាតបងបាត់ចង់និយាយថាបាត់បងឱកាសអីចឹងណាធ្វើឲ្យគាត់ចុះកិច្ចសន្យាមួយគេដើម្បីរកស្វែងរកម្ដាយគាត់កើតដោយហើយគាត់គិតទៀតថាអញ្ចឹងបើចង់បានសម្បត្តិថែមទៀតតលចាំចៃយមទូតនឹងគាត់មកវិញហើយគាត់ប្រាប់ថាគាត់មិនដឹងថាពេលណាគាត់មកវិញផងហ្នឹងដល់អញ្ចឹងសម្បត្តិហ្នឹងគឺសំខាន់ណាខ្ញុំអាចផ្លាញវាចោលបានទេដូច្នេះចុងហូក៏បានលេងកែប្រែទឹកមុខយកហ្មងហើយលែងខឹងលែងមួម៉ៅបែរជាញញឹមដាក់ពួកនឹងថាងអីទេបងអីទេខ្ញុំអត់អីទេអរគុណហើយបងដោយឃើញចុងហូធ្វើបែបនេះអញ្ចឹងណាធ្វើឲ្យអ្នកដែលនៅក្នុងរៀនថ្នាក់ជាមួយគេនឹងនាំគ្នាសោចយកហ្មងសោចអាស្មានតែខ្លាំងតែទីបំផុតនៅតែកំសាកដែលពេលនោះអាសក់លឿងបាននិយាយទៅកាន់ចុងហូថាឲ្យប្រយ័ត្នខ្លួនផងថ្ងៃក្រោយប្រយ័ត្នមាត់ផងប្រយ័ត្នត្រូវធ្ងន់ជាងនឹងពេលចេញពីរៀនខ្យងហូបានដើរបដើឲ្យគាត់គិតបដើថាតើមនុស្សដែលមើលឃើញវិញ្ញាណហ្នឹងគាត់នៅរៀននៅសាលាហ្នឹងដែរអត់ហើយមួយណាទៅជាមនុស្សដែលអាចមើលឃើញវិញ្ញាណទៅហើយនៅពេលគាត់ដើរបដើគិតបដើហ្នឹងស្រាប់ទៅដល់ផ្លូវតូចមួយគាត់ក៏បានឮសំឡេងមនុស្សកំពុងតែស្រែកគំរាមទាលុយពីក្មេងស្រីម្នាក់គឺពេលដែលគាត់ទៅដល់គាត់ឃើញគឺក្រុមពួកអាសក់លឿងហ្នឹងក្រុមពួកក្មេងឆ្លើយនៅក្នុងសាលាហ្នឹងបានគំរាមទាលុយពីក្មេងស្រីម្នាក់អញ្ចឹងណាពេលនោះចុងហូបានគិតក្នុងចិត្តថាតើគាត់ជួយនារីម្នាក់ហ្នឹងអត់តែបើគាត់ជួយដូចជាយកទុកដាក់ខ្លួនអញ្ចឹងវាមិនសមតម្លៃដល់អញ្ចឹងគាត់ក៏ងាកបាយក្រោយដើរចេញអញ្ចឹងណាប៉ុន្តែស្រាប់តែមានគ្នាវាម្នាក់ហ្នឹងឃើញតន់ហើយក៏បានស្រែកហៅចុងហូឲ្យឈប់បន្ទាប់មកក៏មកគ្រាកកចុងហូយកទៅឲ្យក្រុមគ្នាវាហ្នឹងក្រុមអសក់លឿងហ្នឹងពេលនោះអសក់លឿងក៏បាននិយាយទៅកាន់ចុងហូថាឯងចង់ទៅណាថ្ងៃនេះឯងដូចជាឆ្លើយខ្លាំងណាហើយមិនក៏មិនឆ្លើយអញអញ្ចឹងឯងគោឲ្យមែនទេដោយវាព្យាយាមនិយាយច្រើនដាក់ចុងហូតែចុងហូដូចជាអត់មានឆ្លើយតបនឹងវាស្ងាត់ស្ងៀមដល់អញ្ចឹងទៅវាដូចជាខឹងវាដែរវានិយាយតែម្នាក់វាក៏ទះខ្យងហូម្ដាយផាំងបន្ទាប់មកវាទាត់ធាក់ភុកផាក់ទាត់ធាក់ឲ្យអស់ពីទាត់ធាក់ហត់ហើយវាក៏ចាប់ដើមទាញត្រងពីកណាត់មកវាយបន្ថែមទៀតវាយដល់ខ្យងហូនោះរបួសជាតិទងន់មែនតើរបួសខ្លាំងមែនតើបន្ទាប់មកខ្យងហូក៏ព្យាយាមនៅតែក្តាប់អាសបុតដដែលអាសបុតឋានរុនោះគាត់ព្យាយាមក្តាប់វាឡើងណែនហ្មងតែគាត់នៅតែគិតថានៅតែមិនព្រមដាច់ចិត្តចង់និយាយថាគាត់នៅតែមិនដាច់ចិត្តប្រើប្រាស់សម្បត្តិនោះទៀតទេព្រោះវាគិតថារឿងប៉ុណ្ណឹងវាអាចទ្រាំបានអញ្ចឹងណាតែអាសក់លឿងនោះវានៅតែបន្តវាយខ្យងហូរហូតទៅដល់វាហត់ខ្លួនវាហត់ហើយវាក៏ពមៀនហ្មងវាពមៀនថាថ្ងៃក្រោយត្រូវចាំអានេះគ្រាន់តែជាការពមៀនតូចតាចទេអញ្ចឹងបើសិនជាថ្ងៃក្រោយឯងនៅមានចរិតឆ្លើយយើងទៀតណាហើយប្រកាសជាងាប់ហើយវាក៏បានឲ្យខ្យងហូដើរចេញអញ្ចឹងណាតមកខ្យងហូក៏ក្រោកឡើងដើរចាក់ចេញទៅស្រាប់តែដាក់ពងតដើរហ្នឹងស្រាប់តែមានអាមួយតំណេអត់ការងារធ្វើហ្នឹងក៏អង្គុយកំពុងអង្គុយលើលបងកវីតបងពីកណាត់ឆាច់ដាក់ក្បាលខ្យងហូលឺតែផេះហើយបន្ទាប់មកវាក៏និយាយថាថ្ងៃក្រោយបើឯងជ្រុលមកឯងយកលុយមកខ្លះផងហើយក៏មកតែខ្លួនអញ្ចឹងស្រាប់តែពេលនោះគាត់អាមួយតំណេហ្នឹងអត់ការងារធ្វើហ្នឹងវាឃើញខ្សែករបស់ខ្យងហូណាឃើញទៅវាក៏ឆក់យកមកក៏មើលចុះមើលឡើងវានិយាយថាអាហ្នឹងសម្រាមហ្នឹងដល់មកខ្យងហូក៏និយាយថាបងអាហ្នឹង
អត់ថ្លៃទេអាហ្នឹងអត់មានតម្លៃអីទេមិនខ្ញុំសុំវិញមកណាបងបន្ទាប់មកអាមួយហ្នឹងវាបានទៅយកទឹកស្អីទេពីក្នុងធុងសម្រាមមកហើយបងប្អូនមើលទៅពិតជាក៏ក្រិចប៉ុណ្ណាមានតាំងពីកតុយបរិយមានអីផងយកមកឲ្យខ្យងហោនិយាយថាហើយផឹកវាអស់ទៅអញនឹងឲ្យអាខ្សែកហ្នឹងទៅឲ្យវិញដោយមិនបងអង្គយូខ្យងហោអត់គិតអីច្រើនទេគាត់ចង់បានរបស់គាត់វិញអញ្ចឹងគាត់ក៏លើកទឹកហ្នឹងមិនខ្វល់ថាម៉េចទេលើកមកផឹកទាំងប្របាក់លេបណាព្រោះធម្មតាយើងខ្ពើមមកដល់ពេលយើងផឹកទៅវាប្របាក់លេបអីចឹងណាដល់ពេលផឹកហើយអានោះវាថាំងអាគួរធុញមែនតើណាឥឡូវណាយកបោះឲ្យទៅវិញក៏ពេលដែលខ្យងហូលាដៃទៅយករបស់ខ្សែកហ្នឹងស្រាប់តែអាមួយហ្នឹងវាបែកជាអត់ឲ្យវាបោកបណ្ដោយវាបោកហើយវាជន់កំតិចចោលហ្មងចង់និយាយចឹងណាហើយវាមិនឲ្យហើយដល់វានិយាយថាអេអាឈួតហើយគិតថាអញឲ្យអាហ្នឹងទៅឲ្យវិញមែនស្រាប់តែពេលនោះយើងបានឃើញសម្បត្តិដែលខ្យងហូក្តាប់មុនហ្នឹងបានរហែកបន្ទាប់មកខ្យងហូក៏បានលាដៃរបស់គាត់ហ្នឹងចំពោះរបស់អាមួយតំណេអត់ការងារធ្វើហ្នឹងហើយគាត់ក៏បានចាប់ផ្ដើមក្តាប់យ៉ាងណែនមួយទំហឹងអញ្ចឹងណាធ្វើឲ្យមួយនោះប៉ើងយ៉ាងឆ្ងាយព្រមទាំងមានឈាមចេញតាមមាត់ទៀតហើយក៏ស្លប់ស្ដោកបាត់ទៅបន្ទាប់មកចុងហូក៏បានរើសអាដបងពីអាណត្តិហ្នឹងមកយកមកកវីទៅកវីមកមើលទៅដូចជំនាញណាអញ្ចឹងពេលនោះយើងទៅយើងដឹងថាធម្មពលដែលគាត់បានខ្ចីហ្នឹងគឺជាធម្មពលរបស់មនុស្សម្នាក់ឈ្មោះថាលីសាឡុងឬក៏ហៅថា Bruce Lee ដែលយើងស្គាល់ហ្នឹងណាមិនជឿថាមានអ្នកណាម្ដែលស្គាល់ Bruce Lee លីសាឡុងខ្ញុំគិតថាស្គាល់គ្នាយើងអ្នកណាក៏ស្គាល់ដែរព្រោះរឿងគាត់គឺជាមនុស្សតារាក្បាច់គុណដ៏ល្បីមួយដែរអញ្ចឹងណាគឺគាត់កើតនៅក្នុងឆ្នាំ1940ហើយស្លាប់ទៅវិញនៅក្នុងឆ្នាំ1973គាត់គឺជាអ្នកដែលបង្កើតក្បាច់គុណមួយឈ្មោះថា Jeet Kune Do អញ្ចឹងបើសិនជាសួរខ្ញុំថា Jeet Kune Do នឹងស្អីខ្ញុំអត់ដឹងទេអញ្ចឹងបើបងប្អូនចង់ដឹងអាច search មើលទៅហើយរឿងយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងចាំមើលនៅថ្ងៃក្រោយថ្ងៃស្អែកឬខាន់ស្អែកអីខ្ញុំនឹងចេញភាគបន្ទាប់ទៀតណាសូមអរគុណច្រើន